ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពស្រឡាញ់នៅព្រឹកនេះខ្ញុំសំទោសនៅយប់នេះងាកនេះគឺនិយាយតែមួយរឿងទេរឿងបញ្ហាសង្គមហើយមុននិយាយដល់រឿងបញ្ហាសង្គមខ្ញុំសូមសំណូមពរទៅបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមយើងបន្តិចខ្ញុំឃើញមួយរយៈចុងក្រោយនេះបងប្អូនយើង share ព័ត៌មានឬក៏បង្ហោះនៅព័ត៌មានពាក់ព័ន្ធនឹងរឿងព្រំដែនជាពិសេសពាក់ព័ន្ធនឹងការផ្ទុះអាវុធជុំទី3អីហោហែងចេះណយយកប្រភពនេះប្រភពនោះយកមកផ្សាយដែលទាំងអស់នេះគឺអត់ចំណេញដល់ប្រទេសជាតិយើងទេណារឿងផ្សាយវាយគ្នាថ្ងៃនោះវាយគ្នាថ្ងៃនោះថ្ងៃនេះណាជុំទី3អញ្ចេះជុំទី3អញ្ចោះអានេះវាធ្វើឲ្យវឹកវរទៅដល់ប្រទេសជាតិយើងធ្វើឲ្យព័ត៌មានច្បុកច្បល់បាទណាចឹងខ្ញុំសនំពរបងប្អូនយើងកុំ share ឬកុំចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់រឿងបញ្ហាព្រំដែនបញ្ហាកងទ័ពគឺមានតែក្រសួងការពារជាតិទេណាដែលផ្ដល់ព័ត៌មានមកយើងអាចដកស្រង់ទៅផ្សាយបានអញ្ចឹងរឿងយើងនាំគ្នាតាំងខ្លួនជាអ្នកវិភាគជាអ្នកទស្សទាយសភាពការបាញ់ថ្ងៃនេះបាញ់ថ្ងៃនោះជុំទី3ផ្ទុះថ្ងៃនេះផ្ទុះថ្ងៃនោះណាសំបីតាលោកតាស្អីណាអង្គត់ដៃនោះស្អីមួយដើរតួជាអ្នកអង្គត់ដៃប្តីមានសុខសភាក្រោយនេះក៏ដើរទស្សទាយជុំទី3កើតឡើងនៅថ្ងៃទីប៉ុណ្ណេះខែប៉ុណ្ណេះធ្វើដូចច្បាស់ណាស់ចឹងបាទណាដូច្នេះធ្វើឲ្យមនុស្សវាមានការច្បុកច្បល់វាជ្រួលច្បល់ចឹងសូមឲ្យបងប្អូនយើងមេត្តាឈប់ចែករំលែកនៅអ្វីដែលវាមិនត្រឹមត្រូវអ្វីដែលមិនច្បាស់លាស់ណាយើងឈឺចាប់ត្រឹមតែពួកចោលសៀមឈ្លានពានទន្ទ្រានកាន់កាប់ឈរជើងលើទឹកដីយើងមួយទៅបានណាហើយរឿងការដោះស្រាយកម្រិតយកដីមកវិញគឺរាជរដ្ឋាភិបាលកំពុងធ្វើកិច្ចការងារនេះបាទយើងជាប្រជាពលរដ្ឋជារាជការជាសារព័ត៌មានអីគឺថាគ្រប់គ្រងជំហរបរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីយើងអត់មានត្រូវការទៅបញ្ញុះឲ្យវាយគ្នាថ្ងៃនេះវាយគ្នាថ្ងៃនោះវិភាគចេះវិភាគចោះទេបាទអត់ចំណេញទេហ្នឹងបាទអត់ចំណេញទេអញ្ចឹងសូមបងប្អូនយើងឈប់ទៅខ្ញុំឃើញច្រើនណាស់ខ្ញុំអស់បាទព័ត៌មានព្រំដែនខ្ញុំដឹងជ្រឿងច្រើនណាស់តែនិយាយអត់ចំណេញយើងនិយាយធ្វើអីយើងដឹងត្រឹមថាវាខាងសៀមនឹងវាឈ្លានពានដីយើងវាឈរជើងនៅលើដីយើងមានតែការឈឺចាប់នឹងឯងតែមិនមែនមានន័យថាយើងបោះបង់ដីនឹងទេគឺទុកឲ្យរដ្ឋាភិបាលធ្វើការងារចរចាណាតាមយន្តការធ្វើភាគីពហុភាគីតាមរយៈការទូតតាមរយៈផ្លូវច្បាប់ពីព្រោះយើងឧទាហរណ៍តែប៉ុណ្ណេះបានហើយសូម្បីតែទំនាស់ដីធ្លីរវាងគ្រួសារមួយនិងគ្រួសារមួយនៅក្នុងសង្គមជាតិយើងនេះរឿងខ្លះចំណាយពេលរហូតទៅដល់ 4-10 ឆ្នាំក៏មានដែរតម្រាំបានចប់ក្តីអញ្ចឹងរឿងប្រទេសនឹងប្រទេសនេះក៏វាមិនងាយចប់ដែរដោយមើលឃើញការដោះស្រាយបញ្ហាព្រំដែននេះវាស្ថិតនៅក្នុងរយៈពេលវែងអន្លាយយូរអង្វែងទៅមុខទៀតចឹងហើយបានរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់សម្រាប់ជនភៀសសឹកណារកដីរកធ្លីធ្វើផ្ទះធ្វើសម្បែងណាជូនបងប្អូនជនភៀសសឹកយើងស្នាក់នៅបដោះអាសន្នតម្រាំរដ្ឋាភិបាលយើងដោះស្រាយចប់យកដីមកវិញបានបាទចឹងខ្ញុំសូមឲ្យបងប្អូនយើងមានការយោគយល់ហើយឈប់បន្តចែករំលែកនៅព័ត៌មានដែលវាមិនមានការពិតបាទឈប់ធ្វើតែអ្នកទាយរឿងគេវាយគ្នាទៅបាទឬដល់វាយថ្ងៃនេះឬដល់វាយថ្ងៃនោះបាទខ្ញុំយូរទៅបើខ្ញុំចង់មើលទៅមកបើ friend ខ្ញុំខ្លះវិញខ្ញុំឃើញតែប៉ែទៅខ្ញុំប្លុកចោលដល់ឥឡូវនេះងាកចូលមកនិយាយរឿងបាត់ដំបងនេះគឺថាល្បីខ្លាំងបាទល្បីជាងគេគឺត្រេនឥឡូវរឿងត្រេនចប់ហើយចប់ថាដកទូនាទីដេញចេញពីក្របខ័ណ្ឌអីលោកកឹមប្រុសអីចឹងចប់ហើយហើយនៅមានរឿងអីទៀតយើងក៏មិនដឹងដែររឿងដែលខ្ញុំលើកយកមកនិយាយនេះគឺរឿងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាត់ដំបងកាលពីថ្ងៃទី16ខែកុម្ភៈឆ្នាំ2026វេលាម៉ោង6ព្រឹកជាងបាទម៉ោង6កន្លះព្រឹកគឺរថយន្ត Starrex ពណ៌សបាទ
ដែលពាក់ផ្លាកលេខបាទកម្ពុជា HCL ហេងឆៃលីគេនោះ25 52 52ទេខ្ញុំមើលតិចសិន25 HCL 25 ណា Starek ពេលដែលមានករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺឡាន Starek ហ្នឹងគឺបោកបុកពីក្រោយបណ្ដាលឲ្យស្លាប់នេះខ្ញុំមើលសិនខ្ញុំឲ្យបងប្អូនមើលវីដេអូវាមិនមែនបើកគៀអីដៃនេះមើលឲ្យមើលបងនោះបាក់បុកពីក្រោយគេ Starek ហ្នឹងបាក់បុកពីក្រោយហ្មងបាទឲ្យបងប្អូនមើលម្ដងទៀតនោះបាក់បុកពីក្រោយហ្មងមិនមែនបើកគៀដៃទេណាបាទមិនមែនបើកគៀទេអញ្ចឹងហេតុអីបាទខ្ញុំទាញយកវីដេអូដែលសយបូរ៉ាតកែផ្សាយហេងឆេលីហ្នឹងបាក់បុកស្ត្រីរងគ្រោះពីក្រោយពីព្រោះខ្ញុំមើលរបាយការណ៍ប៉ូលីសហ្នឹងគេសរសេរល្អខ្លាំងណាស់ដើម្បីបិទបាំងឲ្យសយបូរ៉ាហ្នឹងណាខ្ញុំមើលរបាយការណ៍របស់ប៉ូលីសឲ្យបងប្អូនស្ដាប់របាយការណ៍របស់ប៉ូលីសចរាចរណ៍នេះថ្ងៃ28កុម្ភៈគាត់ចេញលិខិតបំភ្លឺណាចេញលិខិតបំភ្លឺនេះសេចក្តីថ្លែងការណ៍របស់ស្នងការបាត់ដំបងខ្ញុំអានពីលើដល់ចប់ឲ្យស្ដាប់អ្នកនាំពាក្យនៃស្នងការប្រធាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនបណ្ដាអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជ្រាបថាកាលពីថ្ងៃទី16កុម្ភៈឆ្នាំ2026វេលាម៉ោង 6:20 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវលេខ57ក្រុមទី15ភូមិកម្មកសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងរវាងរថយន្តមួយគ្រឿង ម៉ាក Hyundai Starek ពណ៌សពាក់ស្លាកលេខមិនស្គាល់ក្រោយកើតហេតុបានបាក់កិច្ចចេញពីកន្លែងកើតហេតុដែលប៉ះដៃចង្កូតណាជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AN 6807បណ្ដាលឲ្យអ្នកបើកបរឈ្មោះអឹមសួងភេទស្រីអាយុ53ឆ្នាំរស់នៅភូមិកម្មកសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងរបួសធ្ងន់និងបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពេលទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមសមត្ថកិច្ចក៏បានចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងស្វែងរកសាក្សីនិងភស្តុតាងនានាដូចជាកាមេរ៉ាសុវត្ថិភាពពាក់ព័ន្ធករណីនេះដោយសាររថយន្តបានគេចចេញពីកន្លែងកើតហេតុទើបតែនៅថ្ងៃទី20ខែកុម្ភៈសមត្ថកិច្ចណាកំណត់អត្តសញ្ញាណរថយន្តជនបង្កនិងស្វែងរករថយន្ត Hyundai Starek ពណ៌សពាក់លេខកម្ពុជា HCL 2525ជាកម្មសិទ្ធិរបស់ឈ្មោះសយបូរ៉ាភេទប្រុសរស់នៅក្នុងក្រុងបាត់ដំបងនិងបាននាំយករថយន្តនេះមកកាន់ស្នងការដ្ឋានដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ក្រោយការសាកសួរបំភ្លឺទៅលើឈ្មោះសយបូរ៉ាបានឆ្លើយថាករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ16នេះគឺគាត់បានស្ថិតនៅក្នុងហេតុការណ៍ដោយជិះរថយន្តក្នុងរថយន្តផ្នែកខាងក្រោយនិងមានឈ្មោះសើចសាន់ណាវីភេទប្រុសអាយុ28ឆ្នាំជាអ្នកបើកបររថយន្តក្រោយពេលកើតហេតុភ្លាមឈ្មោះសើសាន់ណាវីបានចុះលើរថយន្តរត់គេចខ្លួនបាត់បន្ទាប់មកសយបូរ៉ាបានបើករថយន្តរបស់ខ្លួនទៅរករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យនៅជិតនោះដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះប៉ុន្តែពេលត្រឡប់មកកន្លែងកើតហេតុវិញគឺជនរងគ្រោះបានគេនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ហើយក្រោយពេលកើតហេតុខ្លួនយករថយន្តមកបកគោជូនសមាជិកបាត់ដំបងដើម្បីរក្សាទុករងចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលបាត់ដំបងសូមបញ្ជាក់ជូនសាធារណជនជ្រាបថាសមាជិកក៏បានចរាចរណ៍ផ្លូវគោកបានខិតខំធ្វើការស្វែងរកផុសតាងបន្ថែមទៀតដើម្បីរកអ្នកបង្កពិតប្រាកដនិងស្វែងរកឈ្មោះសាសាន់ណាវីដែលឈ្មោះសយបូរ៉ាបានអះអាងថាជាអ្នកបើករថយន្តបង្កនោះដើម្បីសាកសួរប៉ុន្តែពុំទាន់បានទទួលលទ្ធផលឡើយដោយសារឈ្មោះខាងលើរត់គេចខ្លួនបាត់ទន្ទឹមនឹងសមត្ថកិច្ចនគរបាលចរាចរណ៍ក៏បានធ្វើការអញ្ជើញភាគីទាំងពីរមកសម្របសម្រួលសំណង
ដល់ជនរងគ្រោះ2លើករួចមកហើយលើកទី1ថ្ងៃទី23កុម្ភៈនិងលើកទី2ថ្ងៃទី28កុម្ភៈប៉ុន្តែពុំទាន់បានទទួលលទ្ធផលឡើយដោយសារតែភាគីម្ខាងមិនបានបញ្ជាក់ចំនួនដែលត្រូវផ្ដល់ទៅជនរងគ្រោះរីឯភាគីម្ខាងជនរងគ្រោះមិនបានបង្ហាញអំពីចំនួនទឹកប្រាក់ដែលខ្លួនចង់ទាមទារណាប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចបាត់ដំបងនឹងព្យាយាមនគរបាលបាត់ដំបងព្យាយាមអញ្ជើញភាគីទាំងពីរមកសម្រួលសំណងជាថ្មីម្ដងទៀតករណីមិនត្រូវគ្នានឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីអាស្រ័យហេតុនេះសូមបងប្អូនអីណាអ្នកសារព័ត៌មានអ្នកប្រើប្រាស់បណ្ដាញសង្គមមេតាជ្រាបអីចឹងទៅបាទអញ្ចឹងខ្ញុំទាញយកលិខិតបំភ្លឺនេះជំហានទី1នេះមកបញ្យល់ប្រាប់ហេតុអីចំណុចដែលខ្ញុំមើលឃើញថាវា flu ទី1ពេលកើតហេតុខ្ញុំបានផ្សាយដំបូងគេព្រោះយើងមើលវីដេអូយើងមើលកាមេរ៉ាអីហ្នឹងគឺយើងដឹងយើងមើលសាក់សីអីហ្នឹងគឺយើងបានដឹងថាសយបារាជាអ្នកបើកមិនមែនសាសាន់ណាវីទេណាហើយគេព្យាយាមបិទសយបារានេះឲ្យសយបារានេះឆ្លោយដាក់កូនចៅម្នាក់ទៅអញ្ចឹងយើងមើលនៅក្នុងរបាយការណ៍បំភ្លឺនេះគឺគេទៅសេការពារសយបារាទាំងអស់ការពារលើកទី1សយបារាយើងមើលក្នុងវីដេអូមិញគឺបើកឡានបុក